តបងបងញ៉ាជូនសម្រាប់ភ្ញៀវដែលគាត់អត់ស្និទ្ធក្នុងការញ៉ាំត្រីឆៅណាបងបងហើយភ្ញៀវនេះគាត់កំងលក្ខណៈត្រីឆ្អិនណាងាយស្រួលធ្វើទេបងប្អូនដែលគាត់ស្គាល់ខ្ញុំគាត់អាចចូលទៅមើលវីដេអូចាស់ខ្ញុំបានចាភ្លាត្រីធ្វើសម្រាប់ត្រីឆ្អិនណាគឺយើងច្បាច់ក្រូចឆ្មាដាក់អំបិលបន្តិចមកច្បល់វាឲ្យចូលជាតិឲ្យបាត់ក្លិនហើយយើងពូតទឹកវាឲ្យស្រស់ហើយយើងយកទឹកវាពូតចេញបែបនេះទឹកមកយកទឹកទៅដាំជាមួយនឹងទឹកប្រហុកទឹកប្រហុកហើយយើងគិតចង់បានសាច់ឆ្អិនគឺយើងចាក់ចូលដល់ទឹកប្រហុកកំពុងពុះណាយើងចាក់ចូលឆាវាមកសន្ទុះមកគឺវាឆ្អិនណាបងបងគឺស្និទ្ធក្នុងការញ៉ាំយើងភ្លាមកគឺឆ្ងាញ់តែម្ដងណាបងបងហើយយើងស្រិតយកតែអាជាតិទឹកប្រហុកទឹកក្រូចឆ្មាណាយើងស្រិតទឹកចេញមកឲ្យវានៅតែស្ងួតបែបនេះមកគឺយើងលាយគ្រឿងចាឲ្យភ្ញៀវគាត់កំងយកឆ្អិនគឺញ៉ាំឆ្ងាញ់មែនទែនហើយសុំបែបហិលអញ្ចឹងណាបងបងចាគឺបងបងគាត់ដែលចូលចិត្តញ៉ាំភ្លាត្រីតែអត់ចង់ញ៉ាំបែបឆៅឲ្យលាយឲ្យស្ងួតបែបនេះអញ្ចឹងមកគឺយើងលិចមករះចាយើងដាក់មករះយើងចង់ញ៉ាំបន្លែបែបណាគឺយើងដាក់បែបនេះមកគឺងាយស្រួលធ្វើទេបងប្អូនណាចាក្លែមលេងដាក់ជីកអីចឹងណាជីកចិត្តចឹងណាយើងអត់ស្និទ្ធញ៉ាំត្រីឆៅចាគឺធ្វើបែបនេះមកគឺសាច់ត្រីស្ងួតល្អហើយវានៅរៀងនៅដុំវាល្អជាងដែលយើងចិញ្ច្រាំវាយកទៅឆាបងបងចាកណូងហ្នឹងបងបងចាឃើញទេចាយើងលីបន្លែមកដាក់ជីដាក់អីសណ្តែកដីមកយើងថាក្លែមជាតិហ្មងសម្រាប់ភ្ញៀវដែលគាត់អត់ចូលចិត្តញ៉ាំត្រីឆៅចាគឺនេះគឺត្រីឆ្អិនឆាជាមួយទឹកប្រហុកណាបងបងចា